កាលពីសម័យដើមប្រសិនបើមានចំនួនទាស់ទែងនៅក្នុងភូមិប្រជារាស្ត្រតែងតែទៅប្តឹងនិងស្បត់ចំពោះមុខអ្នកតាក្រហមកដោយរៀបរាប់ដំណើររឿងរ៉ាវតាមអ្វីដែលខ្លួនបានជួបប្រទះបើអ្នកណាម្នាក់ពុំមានភាពសុចរិតទៀងត្រង់នោះមុខជាវិនិច្ឆ័យអន្តរាយរហូតដល់ស្លាប់តនអង្គនេះភួងបងត្រូវទៅបំពេញបេសកកម្មយ៉ាងយូរ9ខែទៀតបងនឹងត្រឡប់មកវិញបើសិនជាមានស្រីផ្សេងណាស់ប៉ះសូមឲ្យបងនឹកឃើញថាអូនកំពុងរងចាំបងហើយក៏មិនព្រមឲ្យប្រុសផ្សេងមកប៉ះបងអូនដូចគ្នានាងខ្ញុំឈ្មោះភួងនាងខ្ញុំសូមស្បត់ថាពាក្យសម្ដីទាំងអស់ដែលនាងខ្ញុំនិយាយមុននេះសុទ្ធតែជាការពិតបើមានពាក្យពេចន៍ខ្ញុំមួយម៉ាត់ណាដែលមិនមែនជាការពិតខ្ញុំសូមឲ្យកូនចៅអ្នកតាមកកាច់បំបាក់កូននាងខ្ញុំឲ្យស្លាប់តែហោងទៅចាស់អូម៉ែមិននឹកស្មានថារឿងវាដល់ថ្នាក់នឹងទេតែកូនទៅចាប់ជាតិចាប់កំណើតថ្មីណាកូនចាំមិន